ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះនាងខ្ញុំនឹងនិយាយអំពីរបៀបញ៉ាំទឹកធ្វើយ៉ាងម៉េចទៅឲ្យបានច្រើនជារៀងរាល់ថ្ងៃតើហេតុអ្វីបានជាមនុស្សយើងត្រូវការទឹកជាប្រចាំថ្ងៃយើងឃើញថានៅប្រទេសកម្ពុជាយើងឥឡូវនេះគឺមានកម្ដៅក្ដៅខ្លាំងមែនទែនចាជារៀងរាល់ថ្ងៃគឺមានមនុស្សជាច្រើនក៏តែងតែល្អូថាអូយនៅថ្ងៃនេះក្ដៅខ្លាំងណាស់ចាដោយសារតែអាកាសធាតុក្ដៅខ្លាំងអាចធ្វើឲ្យមនុស្សមានការខ្សោះជាតិទឹកចានេះខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រកាសជាមានការរវល់ដែលត្រូវធ្វើជារៀងរាល់ថ្ងៃហើយអ្នកទាំងអស់គ្នាក៏អាចនឹងភ្លេចផឹកទឹកប៉ុន្តែនៅថ្ងៃនេះនាងខ្ញុំនឹងលើកយក5ចំណុចមកលើកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាចំណុចសាមញ្ញបំផុតហើយនឹងអាចជួយពុកម៉ែបងប្អូនទាំងអស់គ្នាកុំឲ្យភ្លេចផឹកទឹកចំណុចទី1នោះគឺអ្នកទាំងអស់គ្នាត្រូវតែទទួលទានទឹក1កែវមុនពេលនឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើកិច្ចការអ្វីមួយឬក៏នៅពេលដែលយើងទើបតែងើបពីព្រលឹមវិធីដែលល្អបំផុតនោះគឺអ្នកទាំងអស់គ្នាអាចទុកកែវទឹក1កែវនៅក្បាលដំណេករបស់យើងព្រោះវាងាយស្រួលនៅពេលដែលយើងងើបព្រឹកឡើងគឺយើងអាចនឹងឆោមកែវទឹកហើយយើងទទួលទានបើសិនជាអ្នកទាំងអស់គ្នាមិនដែលធ្លាប់បានផឹកទឹកនៅពេលព្រឹកទេក៏សូមចាប់ផ្ដើមនៅថ្ងៃនេះព្រោះអ្នកទាំងអស់គ្នាអាចនឹងសង្កេតមើលដោយខ្លួនឯងហើយនឹងអាចឃើញថាវាពិតជាអាចជួយបានមែនចំណុចទី2គឺយើងអាចយកដបទឹកទៅជាមួយយើងនៅពេលដែលយើងមិនថាយើងទៅកន្លែងណាក៏ដោយគឺយើងអាចយកដបទឹកមួយដបដាក់ជាប់ខ្លួនរបស់យើងពីព្រោះនៅពេលដែលយើងមិនមានដបទឹកជាប់ជាមួយនឹងខ្លួនរបស់យើងគឺយើងប្រកាសជាមិនបាននឹកឃើញទេដោយសារតែយើងមានការរវល់ដូច្នេះការយកដបទឹកទៅជាមួយជាប់ខ្លួនយើងគឺអាចធ្វើឲ្យយើងនឹកចាំថាអូគឺយើងត្រូវការផឹកទឹកជាប្រចាំគឺមិនចាំបាច់តែយើងស្រេកហើយបានយើងទៅរកទឹកផឹកទេគឺយើងអាចនឹងនឹកឃើញថាអូខ្ញុំមានដបទឹកហើយយើងនឹងអាចយកទឹកនោះមកផឹកចំណុចទី3ផឹកទឹកមុនបរិភោគអាហារការផឹកទឹកមុនពេលអាហារគឺល្អមែនទែនគឺយ៉ាងហោចណាស់អ្នកទាំងអស់គ្នាអាចផឹកមុន30នាទីមុនពេលពិសាបាយនេះគឺជាអ្វីដែលល្អបំផុតសម្រាប់ការរំលាយអាហារការធ្វើបែបនេះគឺពិតជាល្អមែនទែនសម្រាប់ការកិនរំលាយអាហាររបស់ក្រពះពោះវៀនរបស់យើងចំណុចទី4បន្ថែមរសជាតិទៅក្នុងទឹករបស់យើងជាធម្មតាយើងផឹកទឹកធម្មតាគឺជាទឹកសាបប៉ុន្តែអ្នកទាំងអស់គ្នាអាចដាក់បន្ថែមរសជាតិបានទៅក្នុងទឹករបស់យើងដូចជាទឹក Royal D ឬក៏ប្រភេទពួកផ្លែឈើដូចជាក្រូចឆ្មាជាដើមអញ្ចឹងនៅពេលដែលយើងទទួលទានទឹកដដែលរាល់ថ្ងៃយើងមានអារម្មណ៍ថាធុញអញ្ចឹងអាចចាប់ផ្ដើមជាមួយនឹងវិធីថ្មីរបស់យើងគឺយើងអាចដាក់ផ្លែឈើចូលទៅក្នុងទឹករបស់យើងហើយយើងផឹកទៅយើងនឹងមានអារម្មណ៍ថាស្រស់ស្រាយចំណុចទី5គឺយើងអាចប្រើកម្មវិធី app នៅក្នុងទូរស័ព្ទបើសិនជាអ្នកទាំងអស់គ្នាមានទូរស័ព្ទគឺនឹងមានកម្មវិធីមួយដែលតែងតែរំលឹកយើងឬក៏ប្រាប់យើងថាអូដល់ពេលដែលយើងត្រូវផឹកទឹកហើយយើងដឹងហើយថាមនុស្សយើងសម័យឥឡូវនេះគឺជាសម័យទំនើបអញ្ចឹងភាគច្រើនគឺកាន់ទូរស័ព្ទសឹងតែ24ម៉ោងអញ្ចឹងយើងអាចដាក់កម្មវិធីនៅក្នុងទូរស័ព្ទរបស់យើងដែលជា app យើងអាច download មកយើងអាចដាក់វាដើម្បីឲ្យជួយរំលឹកយើងក្នុងការឲ្យយើងដឹងថាយើងត្រូវផឹកទឹកព្រោះពេលណាដែលយើងកំពុងតែផ្ដោតអារម្មណ៍ធ្វើការគឺយើងអត់បានដឹងថាអូខ្ញុំត្រូវផឹកទឹកគឺអារម្មណ៍របស់យើងនឹងគិតថាត្រូវតែធ្វើការងារឲ្យហើយនេះគឺជាវិធីទាំង5ចំណុចដែលជាវិធីងាយស្រួលបំផុតអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមចាប់ពីថ្ងៃនេះទៅហើយអ្នកទាំងអស់គ្នានឹងចាំមើលទាំងអស់គ្នាថាតើបានផលយ៉ាងម៉េចអ្នកទាំងអស់គ្នាជឿខ្ញុំទៅអ្នកទាំងអស់គ្នានឹងអាចមានសុខភាពល្អប្រសើរពីព្រោះឥឡូវនេះស្រុកខ្មែររបស់យើងគឺក្តៅមែនទែនយើងត្រូវផឹកទឹកឲ្យបានច្រើនហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូប្រភេទនេះក៏ដូចជាការប្រើវិធីសាមញ្ញធម្មតាអ្នកទាំងអស់គ្នាអាចចុច Subscribe ហើយនឹងចុចរូបកណ្ដឹងដើម្បីតាមដានវីដេអូរបស់យើងទៀតពីព្រោះយើងនឹងផុសវីដេអូបែបនេះជារៀងរាល់សប្តាហ៍នាងខ្ញុំសូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អហើយនាងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងផឹកទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃនាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ